ចាជាបឋមនឹងខ្ញុំសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ដែលរស់នៅក្នុងប្រទេសនិងក្រៅប្រទេសយប់ថ្ងៃទី12ខែ8ឆ្នាំ2014នេះខ្ញុំឈ្មោះ Rosette ហើយយប់នេះខ្ញុំសូមធ្វើវីដេអូឃ្លីបមួយដោយមិនចំណាយពេលយូរប៉ុន្មានទេគ្រាន់ថាបន្ទាប់ពីនាងខ្ញុំបើក Facebook មើលនាងខ្ញុំបានឃើញបងប្អូនយើងគាត់បាន share នៅសម្ដីរបស់លោកហ៊ុនសែនកាលពីព្រឹកមិញហ្នឹងគាត់បានចំអកឬមួយក៏ញុះញង់ឲ្យគណៈបកអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិបាក់ទឹកចិត្តឲ្យបងប្អូនយើងដែលធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យហ្នឹងខឹងជាមួយនឹងគណៈបកសង្គ្រោះជាតិដែលថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិទៅចូលប្រជុំសភាអីចឹងទៅលាក់អញ្ចឹងទៅប៉ុន្តែខ្ញុំសូមបញ្ជាក់ថាអ្វីដែលលោកនិយាយហ្នឹងគឺកុំថាឡើយយុវជនកុំថាឡើយដល់លោកយាយលោកតាអ៊ំពូមីងសូម្បីតែកូនក្មេងដែលទៅតែចេះនិយាយទេតាស់ហ្នឹងក៏គាត់ដឹងថាពុកម៉ែគាត់ទៅធ្វើការងារនៅថៃហ្នឹងដោយសារហ៊ុនសែនដែរហើយគាត់ដឹងថាបងប្អូនគាត់ពុកម៉ែគាត់យាយតាគាត់វេទនាក្រីក្រក៏ដោយសារហ៊ុនសែនដែរហើយគាត់ដឹងថាប្រទេសយើងពុកអាលួយយួនយកទឹកដីខ្មែរក៏ដោយសារហ៊ុនសែនដែរចឹងហើយអ្វីដែលលោកនិយាយហ្នឹងវាអត់មានប្រសិទ្ធភាពទេសម្រាប់អ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិក៏ដូចជាប្រជាពលរដ្ឋខ្មែរបងប្អូនយើងដែលចង់ផ្លាស់ប្ដូរលោកហ៊ុនសែនហ្នឹងហើយទោះនិយាយបែបណាក៏សម្លេងលោកមិនកើនដែរប៉ុន្តែវាបែរជាកាន់តែដុនដាបទៅក្រោមអ្វីដែលលោកហ៊ុនសែននិយាយមើងងាយដល់ប្រជាពលរដ្ឋខ្មែរចាត់ទុកប្រជាពលរដ្ឋខ្មែរដូចជាមិនដឹងខ្យល់អីតរទេសោះហើយខ្ញុំសូមបញ្ជាក់ថាបើសិនជាលោកហ៊ុនសែននិយាយទៅលួងចិត្តខ្លួនឯងរឿងមួយនិយាយទៅដើម្បីលួងទៅដល់រចនាសម្ព័ន្ធថ្នាក់ក្រោមរបស់គណៈបកប្រជាជនអាហ្នឹងវាត្រូវព្រោះអាហ្នឹងធម្មតាយកបាយគេត្រូវក្តាប់រចនាសម្ព័ន្ធកុំឲ្យបាក់ទឹកចិត្តឲ្យមានទឹកចិត្តអីអញ្ចឹងណាប៉ុន្តែគាត់ណាសម្រាប់អ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិក៏ដូចជាបងប្អូនប្រជាពលរដ្ឋជាច្រើនចាប្រមាណដែលគ្រប់គ្រងទាំងអស់បានបោះឆ្នោតគណៈបកសង្គ្រោះជាតិដល់លើលោកនេះគឺពួកគាត់គឺដឹងច្បាស់ណាស់ហើយខ្ញុំសូមបញ្ជាក់ថាកន្លែងខ្លះដែលព័ត៌មានអត់បានទៅដល់ប្រព័ន្ធ Facebook អត់បានទៅដល់លោកយាយលោកតាអ៊ំពូមីងហ្នឹងក៏គាត់ចង់ដូរហ៊ុនសែនដែរព្រោះគាត់គិតថាប្រទេសជាតិគាត់លិចលង់ហើយបើគាត់មិនងើបឈរគាត់មិនបដូរហ៊ុនសែនតាមរយៈស្លឹកឆ្នោតទេគាត់នឹងវេទនាកូនចៅគាត់នឹងវេទនាហើយអានឹងសូមបញ្ជាក់ប្រាប់លោកហ៊ុនសែនព្រោះនៅមូលដ្ឋានគេច្បាស់ហើយបើមិនលោកនៅតែបន្តធ្វើបែបនេះទៀតមើងងាយចំអកដល់ប្រជាពលរដ្ឋដល់អ្នកស្នេហាជាតិទៀតលោកនឹងដឹងដាបជាងអាណត្តិឆ្នាំ2013ខែ7នៃការបោះឆ្នោតកន្លងមកនេះទៀតហើយខ្ញុំសូមបញ្ជាក់ឃើញលោកនិយាយថាខ្លះលក់មន់លក់ទាក្រចំណាយពេលវេលាខាតទាំងលុយកាក់ហើយបើប្រៀបធៀបអ្នកអត់ចូលរួមបាតកម្មនិងអ្នកចូលរួមបាតកម្មហ្នឹងអ្នកអត់ចូលរួមគេមានជីវភាពគេធូរធារអីជាងខ្ញុំថាច្រឡំហើយលោកមិនប្រជាពលរដ្ឋក្រដោយសារចូលរួមបាតកម្មជាង10ខែហ្នឹងទេតែប្រជាពលរដ្ឋសឹងថាប្រមាណ15លាននាក់គិតភាគរយ70-80% ក្រដោយសារលោកដឹកនាំ34ឆ្នាំ32ឆ្នាំនឹងក្រៅនានានាយករដ្ឋមន្ត្រីទី2ផងនាយករដ្ឋមន្ត្រីទី1អីណាអីនេះផងនឹងក្រដោយសារលោកទេក្រដោយសារគណៈបកប្រជាជនលោកដឹកនាំទៅវាចង្រៃបានប្រជាពលរដ្ឋក្រហើយក្រមិនមែនតែអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិទេអ្នកគ្រប់គ្រងគណៈបកប្រជាជនរចនាសម្ព័ន្ធគណៈបកប្រជាជនក៏ក្រដែរឲ្យច្បាស់បងប្អូនមេភូមិកូនមេភូមិកូនមេឃុំមួយចំនួនបានចំណាក់ស្រុកទៅធ្វើការងារởប្រទេសថៃអស់ហើយអីសុខចិត្តបើលោកមានពេលទំនេរនឹងកុំទៅបបាច់បបោចមកបង្វែររកវិធីសាស្ត្របែបណាមកបង្កើតឲ្យប្រជាពលរដ្ឋមានការងារធ្វើឲ្យប្រជាពលរដ្ឋណាលក់ស្រូវលក់ដំណាំគាត់ឲ្យមានតម្លៃថ្លៃទៅអាហ្នឹងឯងពេលតនេយកមកធ្វើអញ្ចឹងវិញតែបើទេពេលតនេទៅនិយាយបបាច់បបោចអត់បានការហ្នឹងសំលេងធ្លាក់ចុះកាន់តែច្រើនហើយខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថាអ្វីដែលលោកនិយាយថាចុងក្រោយអ្នកនយោបាយនៅតែអ្នកនយោបាយខ្ញុំថាច្រឡំហើយចា
ខ្ញុំគាត់និយាយរឿងកំ pl ៃមួយតែគាត់ថាអាចយកគិតខ្លះទៅគាត់ថាប្រជាពលរដ្ឋណាប្រៀបដូចជាពុកម្ដាយទី2របស់លោកអញ្ចឹងចាព្រោះហើយអញ្ចឹងហើយកុំមើលងាយដល់ប្រជាពលរដ្ឋខ្ញុំនិយាយរឿងមួយចុះរឿងតាស័យជប់ណាជប់អ្នកដាំទឹកតែណាមុនដំបូងមិនមែនជប់មនុស្សណាជប់អាចគោចាដល់ពេលគាត់អត់មានអ្នកដាំទឹកតែដល់អញ្ចឹងក៏ជប់អាចគោដល់អាចគោខ្លាចទៅជាអាកាំងដល់ពេលអាកាំងដល់ពេលតាជប់ទៅជាអាកាំងជប់ទៅជាមនុស្សហើយហ្នឹងស្រាប់ដល់ពេលលោកតាស័យប្រហាត់មុនវិជាការលោកតាស័យប្រហាត់មុននគមស្រាប់ជលើបើស្រាប់មើងងាយចង់ស្លាប់តាស័យចាដល់ពេលមានអីតាស័យដឹងថាអូអានេះមកចង់មើងងាយមើងងាយអញដែលអ្នកប្រុសវាខ្លាចទៅជាអាកាំងខ្លាចជាមនុស្សដើម្បីគ្រាន់ដាំទឹកតែសោះហ្នឹងស្រាប់មានអីលោកតាស្អីក៏ជប់អាកាំងឲ្យខ្លាចទៅជាអាចគោវិញទៅដើមវិញអាចគោដែរហើយអ្នកនយោបាយមិនខុសអីពីអាកាំងនេះអាកាំងចៅតាណាអាកាំងចៅតាហើយប្រជាពលរដ្ឋអ្នកបោះឆ្នោតឲ្យធ្វើធំហើយប្រជាពលរដ្ឋក៏អាចមានសិទ្ធិទម្លាក់អស់លោកជាអ្នកនយោបាយដែលស៊ីប្រាក់ខែប្រជាពលរដ្ឋហ្នឹងឲ្យមនុស្សអាចគោដែរដូចអាកាំងអញ្ចឹងហើយកុំច្រឡំកុំមើងងាយប្រជាពលរដ្ឋហើយសម័យ2014ហើយមិនសម័យយើង79ហើយខ្ញុំសូមគាត់ថាអំពាវនាវទៅតែបើឡើងនិយាយនៅក្នុងទូរទស្សន៍ឬមួយនៅទីតាំងសាធារណៈណាផ្សេងអីសម្ពោធអីចែកសញ្ញាបត្រអីហ្នឹងសូមឲ្យនិយាយរឿងអនាគតការផងអនាគតផងកុំនិយាយរឿងអតីតកាលច្រើនពេកអតីតកាលនិយាយណាប្រពន្ធឯងនិយាយណាអតីតកាលណា2ម៉ោង1ម៉ោង3ម៉ោងនិយាយទៅរឿងក្រុមគ្រួសារសាច់ញាតិឯងអតីតកាលប្រជាពលរដ្ឋគេសំណុំពរអញ្ចឹងគាត់ថាខ្ញុំជាចុងក្រោយអត់មានអីទេគាត់ថាមិនមែនអ្នកនយោបាយនៅតែជាអ្នកនយោបាយអាចខ្លាចទៅជាអាចគោបាននៅពេលដែលប្រជាពលរដ្ឋខ្មែរជប់គ្រប់ត្រូលនៅពេលដែលប្រជាពលរដ្ឋខ្មែរដូរចេញចាអរគុណច្រើនសូមពុកម៉ែបងប្អូនជួយ share បន្តផងចំណាយពេលតែ7នាទីទេអរគុណច្រើន